បាទជំរាបសួរបងប្អូនអរគ្នាហើយថ្ងៃនេះគឺខ្ញុំមកបង្ហាញអំពីថ្នាំជំងឺរឹសដូងបាតបាទបងប្អូនអរគ្នាថ្នាំជំងឺរឹសដូងបាតនេះដើរបើសិនជាអ្នកដែលកើតរឹសដូងបាតធ្ងន់ធ្ងរបាទដែលព្យាបាលមិនជាឬមួយក៏ព្យាបាលយូរឆ្នាំហើយប៉ុន្តែរោថ្នាំអត់ត្រូវបាទនឹងហើយខ្ញុំមានថ្នាំនេះគឺជាខាងនេះគឺថ្នាំរឹសដូងបាតណាបាទវាមានមួយសំណុំរបស់វាបាទហើយថ្នាំជំងឺរឹសដូងបាតនេះដែរបើសិនជាអ្នកកើតថ្មីថ្មោងអីទេដាក់តាមមួយកញ្ចប់ពីរកញ្ចប់ជាបាទប៉ុន្តែបើសិនជាអ្នកដែលកើតចាប់ពី10 20ឆ្នាំឡើងទៅបាទអាហ្នឹងមានន័យថារឹសដូងបាតហ្នឹងវារោទុំហើយបាទចឹងទៅយើងត្រូវការប្រើចំណាយរយៈពេលរៀងយូរក្រាំបាទប៉ុន្តែវាមិនយូរណាស់ទេគ្រាន់ថាយើងអាចញ៉ាំចន្លោះពី3ខែទៅ6ខែបាទបានយើងជាណាបាទហើយសួរថា3ខែទៅ6ខែហ្នឹងយើងចំណាយលុយអស់ប្រមាណបាទថាទៅមួយខែយើងចំណាយអស់$15បាទ6ខែយើងចំណាយអស់ថាទៅ$100តែប៉ុណ្្នឹងឯងបាទបើសិនជារឹសដូងបាតយើងរយៈពេល10ទៅ20ឆ្នាំអញ្ចឹងណាបាទបើសិនជាអ្នកដែលកើតថ្មីដូចជារឹសដូងបាតថ្មីអីចឹងថាទៅយើងចំណាយអស់ថា$15អីហ្នឹងជាហើយបាទហ្នឹងហើយ$15ជាហើយមួយសិតឲ្យមកញ៉ាំតែមួយខែញ៉ាំថ្នាំនឹងតាមជាតិថ្នាំដាំកាសៀវដាំទឹកណាបាទហ្នឹងហើយយើងញ៉ាំតែមួយខែទៅយើងជាហើយបាទហើយរឿងផ្សេងទៀតយើងទៅធ្វើទៅតាមរូបមន្តដែលខ្ញុំប្រាប់បាទហ្នឹងហើយយកទៅអ្នកជាច្រើនចឹងហើយបានមកបង្ហាញអំពីថ្នាំហ្នឹងណាបាទហ្នឹងហើយបើថាអ្នកកើតដឹងខ្លួនឯងទៅកើតបានមួយឆ្នាំឬមួយក៏2-3ខែអីទេបាទបញ្ញាប់រោគ្រាន់តែដាក់តាមមួយកញ្ចប់ជាបណ្ដោយបាទហ្នឹងអានឹងរឹសដូងបាតណាបាទ